បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទហើយនេះជំនេរពីភ្ជួររស់បាទពីភ្ជួរស្រែឥឡូវមកមើលគោបងប្អូននេះគោរបស់ខ្ញុំហើយហ្នឹងហើយអត់សូវស្អាតទេបងប្អូនអ្នកស្រែបាទអ្នកស្រែឥឡូវមានតែមើលគោមើលអីហ្នឹងការងារកាពេកកពុកនៅផ្ទះតែឥឡូវនៅស្រែនេះបាទនៅមើលគ្រាគោមួយពីរបាទយើងហៅយើងភ្ជួរញ៉ាំនេះបុកព្រៃគេបាទបុកព្រៃភ្ជួរអីនៅក្បែរនឹងដែរចឹងក៏ដាក់គោយើងមកមើលណាបងប្អូនកុំឲ្យខាតនឹងហើយយើងមកព្រៃអីយើងកណាយើងអត់ចេះឆ្លៀតពេលទេខាតពេលហ្នឹងហើយអញ្ចឹងមានតែឆ្លៀតពេលហ្នឹងហើយធ្វើការស៊ីឈ្នួលគេខ្លះទៅហើយសល់ពេលល្ងាចពេលថ្ងៃអីយើងទៅនេះហ្នឹងម៉ោងបាយម៉ោងទឹកហ្នឹងយើងមកផ្លាស់គោមកចងគោបាទនោះកន្លែងរោងខ្ញុំស្នាក់នៅបងប្អូនបាទនេះកន្លែងគោរបស់ខ្ញុំហ្នឹងហើយបងប្អូនអើយយើងអ្នកស្រែមានអីទេមានការងារស្រែក្អាវសិតផុកសិតប្រេងម៉ាស៊ីនហ្នឹងហើយនេះគោរបស់ខ្ញុំហើយខ្ញុំនឹងប្រាប់ពីរបៀបខ្លះៗក្នុងការចិញ្ចឹមគោបងប្អូនហ្នឹងហើយវាតូចបងប្អូនគោនេះខ្ញុំទើបទៅទិញចូលមកដែរធូថ្លៃមួយ2លានជាងអីទេ2លានជាង1លានជាងអីចឹងណាយើងចេះយកមកបដែទៅ 4-5 ឆ្នាំក្រោយយើងនឹងផលហើយហ្នឹងហើយ 4-5 ឆ្នាំក្រោយយើងទទួលផលហើយវាអាចតម្លាក់កូនមេមួយកូនមួយវាអាចបានច្រើនហ្នឹងហើយឬក៏10ឆ្នាំក្រោយយើងអាចសល់លុយទៅដឹងប្រពន្ធដែរហ្នឹងហើយនិយាយលេងនេះបងប្អូននេះពីភាពហើយអធិស្ឋានពុកម៉ែបងប្អូនអរគ្នាបាទនិយាយទៅពាក់ម៉ាស់ពាក់មួកអញ្ចឹងណាកុំឲ្យបងប្អូនក៏ដឹងក្មេងឆ្លើយក្មេងអីចឹងណាហ្នឹងហើយអធិស្ឋានពុកម៉ែបងប្អូនជាមុនហ្នឹងហើយការនិយាយទៅលឺឬក៏ខ្វះខាតដល់ចំណុចណាកុំខឹងបងប្អូនជាការនិយាយលេងទេបាទបងប្អូននេះវីគោរបស់ខ្ញុំបាទវាផែនអត់សូវស្អាតទេបងប្អូនកូនគោបងប្អូនកូនគោតូចហ្នឹងហើយយើងយកមកចិញ្ចឹមបដែតវាទៅដោយសារតែវាធូរថ្លៃដែរយើងយកអាធំមកវាថ្លៃមិនដែរវាឆាប់ទទួលផលអញ្ចឹងណាខ្ញុំយកមកទូចដល់ខ្ទង់មកខួបជាងតិចតួចអីចឹងណាតែគាត់ថាឲ្យផែនស្អាតវាអត់ផែនស្អាតទេដូចមេនេះអត់ផែនស្អាតទេនេះគាត់ថាបានមកចិញ្ចឹមធ្វើពូជធ្វើអីហ្នឹងគោងាយស្រួលបងប្អូនយើងយើងបលេងឲ្យវាស៊ីឆ្មៅស៊ីអីក្បែរហ្នឹងអញ្ចឹងណាហ្នឹងហើយកាលណាយើងចងពេកក៏បាក់ដែរវារំដូចតែមនុស្សដែរបងប្អូនវាមានគេថា stress អីចឹងណាបាទវាមានការធុញថប់មានសតិអារម្មណ៍ស្ទៃអីចឹងណាអញ្ចឹងយើងចិញ្ចឹមគោយើងដឹងដែរព្រោះសត្វហើយមនុស្សវាអត់ខុសគ្នាការរស់រានមានជីវិតហ្នឹងហើយត្រូវការសេរីភាពអីដែរអញ្ចឹងយើងពេលនេះយើងបលេងវាខ្លះទៅយើងបលេងពេលងាកហ្នឹងហើយយើងបលេងពេលងាកទៅហើយព្រឹកយើងចងទៅតែបើសិនវាបងប្អូនតនេណាបងប្អូនតនេយើងបលេងរហូតខ្វៀលរហូតក៏បានដែរតែសម្រាប់បងប្អូនដែលរវល់លុយពួកខ្ញុំយើងចងឲ្យព្រឹកទៅថ្ងៃឡើងយើងងាកឡើងយើងបលេងទៅហ្នឹងហើយវាចំណេញពេលយើងបានពេលធ្វើការងារនេះនោះអីបន្ថែមទៀតអញ្ចឹងណាបើយើងអង្គុយតែបលេងវាក៏អត់កើតដែរខាតពេលយើងហ្នឹងហើយហើយពេលល្ងាចឡើងបើសិនជាបងប្អូនមានកន្ទក់មានអីយើងឲ្យវាស៊ីបន្ថែមទៅគេថាស៊ីព្រៃអត់គ្រប់អញ្ចឹងណាយើងដាក់ហាមរន់វាពេលងាយអីហ្នឹងហើយពេលព្រឹកអីមុនប្រឡែងយើងឲ្យវាស៊ីបន្តិចទៅបាញ់ទឹកបាញ់អីវាទៅក៏វាឆាប់ធំដែរគោចិញ្ចឹមដូចជ្រូកដែរបងប្អូនយើងអាសាបាញ់ទឹកអាសាមើលថែវាទៅក៏វាឆាប់ធំឆាប់ទទួលផលដែរតែគោនេះខ្ញុំអត់ចិញ្ចឹមយកលក់ទេបងប្អូនខ្ញុំចិញ្ចឹមយកធ្វើពូជទេហ្នឹងហើយខ្ញុំចិញ្ចឹមយកធ្វើពូជទេហើយនេះគឺពូជថ្មីសុទ្ធហ្មងចាប់ផ្ដើមបងប្អូនទេចាប់ផ្ដើមចិញ្ចឹមគោយើងនៅខ្វះបទពិសោធន៍ដែរតែមេនេះទិញមកយើងអន់ចិត្តខ្លួនឯងដែរបងប្អូនវាស្ទើរពេកស្ទើរផែនពេកវាអត់តម្រង់គាត់ថាវាលើអាគោតូចនោះនេះគោលក្ខណៈចង់ឡាយដែរចង់ឡាយផែនដែរនេះ
ណាវាមិនសូវស្អាតទេហ្នឹងហើយតែថាវាគោយើងអត់ទៅស្អាតក៏វាតម្លៃក៏វាធូរមុំដែលអាចយើងយកមកបានអញ្ចឹងណាបងប្អូនហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាឃើញអីចាំជួយ like ចុះមេតខៅអីចាំជួយឃើញចាំជួយ like ចុះហើយមានមេផែនណាល្អចាំជួយប្រាប់ផងបាទចង់ទិញចូល1 2ទៀតហ្នឹងហើយអរមេស្អាតហ្នឹងហើយអរគុណច្រើនបងប្អូនពេលវេលាមានតែប៉ុណ្្នឹងទេការនិយាយស្ដីហើយបើសិនជាលឺលុះឬក៏ខ្វះខាតក្នុងចំណុចណាហ្នឹងហើយសូមអធិស្ឋានព្រោះការនិយាយនេះអត់មានគេហៅថាកម្រងឬក៏អីគិតជាមុនទេហ្នឹងហើយគិតមុនទេយើងនឹកឃើញចានិយាយទេព្រោះគេថា MMO ដៃថ្មីបងប្អូនហ្នឹងហើយយ៉ាងប្រទេសអីថតហ្នឹងហើយបងប្អូនបាទអរគុណច្រើន